សូមស្វាគមន៍មកកាន់អេពីសូត 9 នៅវគ្គមុនយើងបានស្វែងយល់អំពីដំណើររឿងខ្លះៗស្ដីពីការបំបែកមិត្តតទៅនេះសូមតាមដានខ្លឹមសារបន្ទាប់ដើម្បីតាមដានការវិវត្តនៃសាច់រឿងនិងស្វែងយល់ពីគំនិតដ៏មានតម្លៃដែលអ្នកនិពន្ធចង់ចែករំលែកដោយមិនបង្អង់យូរសូមអញ្ជើញលោកអ្នកបន្តស្ដាប់តទៅនេះរឿងពីណូនិងសសរនៅក្នុងស្រុកមួយមានបុរសម្នាក់បានចាត់ចែងជាងឲ្យកសាងវិហារជិតជើងភ្នំនៅវិហារនោះមេជាងបង្គាប់ឲ្យកូនជាងអាពុះចុងសសរចំកណ្ដាលហើយឲ្យយកស្នៀតទៅសោកទុកត្រង់កណ្ដាលសសរដែលបានអារួចរាល់ហើយនោះមានស្វាមួយវងធំឯងវាលោតលេងតាមទំនឹងចិត្តពីកន្លែងមួយទៅកន្លែងមួយរហូតដល់វិហារនោះមានពីណូមួយកាលមរណៈមកដល់ក៏ទៅអង្គុយលើសសរដែលគេអាពុះជាពីរនោះយកដៃទាំងពីរចាប់ទាញស្នៀតលេងជាល្បែងឥតពិចារណាពងស្វាស់ទាំងពីររបស់ស្វានោះបានសំយងស្តោកធ្លាក់ទៅចំចន្លោះសសរដែលគេអាពុះជាពីរនោះរីចុងទាំងពីរនៃសសរនោះកាលពីណូទាញស្នៀតចេញផុតហើយក៏ក្តោបមកវិញគៀបពងស្វាស់ទាំងពីរខ្ទេចល្អិតដល់ក្តីស្លាប់ទៅហោងចប់រឿងពីណូនិងសសរចោតជាបងនិយាយអួតអាងថាមែនពិតហើយតែអាមាត្យត្រូវតែយកចិត្តទុកដាក់មើលការងារម្ចាស់និងខានពុំបានចោតជាប្អូនឆ្លើយកាត់ថាគ្រប់ក្រសួងទាំងពួងអ្នកណាមាននាទីជាប្រធានមន្ត្រីអ្នកនោះត្រូវធ្វើការងារនោះចុះអ្នកតូចតាចដូចយើងមិនគួរគប្បីទៅព្រួយយកការងារអ្នកដទៃមកធ្វើជំនួសទេចូលមើល31ជនទាំងឡាយណាព្រួយជួគេទៅចែងយកការងារជនដទៃមកធ្វើជំនួសព្រោះតែប្រាថ្នាប្រយោជន៍ឲ្យចៅវាយនាយជនទាំងឡាយនោះត្រូវគេសម្លាប់ចោលទៅទេដូចលាត្រូវគេវាយសម្លាប់ព្រោះតែបញ្ចេញសម្លេងចចតជាបងសួរថាតើរឿងនោះមានដំណើរដើមតងយ៉ាងដូចម្ដេចចចតជាប្អូននិយាយរឿងនោះប្រាប់ថារឿងលានិងឆ្កែនៅក្រុងមួយមានបុរសម្នាក់អង្គុយនិយាយលេងជាមួយប្រពន្ធក្មេងស្រស់ប្រំប្រៃកំពុងពេញសម្រស់ដោយក្តីស្រឡាញ់អស់កាលជាយូរមកហើយដេកប្រគៀកប្រអោបគ្នាលងលក់មិនដឹងខ្លួនកាលនោះមានចៅម្នាក់ចូលមកលបលួចទ្រព្យក្នុងផ្ទះបុរសនោះនៅក្នុងទីធ្លាផ្ទះមានចងសត្វលាមួយក្បាលនិងមានសត្វឆ្កែមួយក្បាលបានចូលទៅដេកជាមួយសត្វលានោះសត្វលាក៏និយាយទៅកាន់សត្វឆ្កែថាហើយសម្លាញ់ការចាំផ្ទះនេះជាភារកិច្ចរបស់ឯងហើយហេតុអ្វីក៏ឯងមិនព្រុសឲ្យលឺខ្លាំងខ្លាំងឲ្យម្ចាស់យើងភ្ញាក់សត្វឆ្កែឆ្លើយថាណែសម្លាញ់ដ៏ចម្រើនឯងមិនត្រូវជួយព្រួយខ្វល់ដល់ភារកិច្ចអញទេឯងមិនដឹងថាអញនៅរក្សាផ្ទះទាំងយប់ទាំងថ្ងៃទេឬអ្វីសូម្បីអញយកចិត្តទុកដាក់ថែរក្សាផ្ទះដល់ម្លឹងក៏ម្ចាស់យើងមិនរវល់ធ្វើដឹងឮឡើយម្ចាស់យើងមិនផិតភ័យអ្វីសោះបានសេចក្តីសុខអស់កាលជាយូរណាស់មកហើយមកដល់ពេលនេះគ្រាន់តែអើពើ
ើនឹកនាឲ្យទានអាហារបន្តិចបន្តួចក៏មិនឲ្យនេះជារឿងធម្មតារបស់ម្ចាស់បើមិនមានធុរៈអ្វីទេក៏មិនរវល់អើពើនឹកនាដល់អ្នកបម្រើឡើយសត្វលាបានស្ដាប់ហើយស្ដីបន្ទោសថាមើលវានិយាយអាពីលចង្រៃនេះ32ជនណាមួយចាំទាល់តែគេហៅរកក្នុងកាលប្រកបការងារជននោះគេហៅថាអ្នកបម្រើឬនឹងហៅថាសម្លាញ់ដូចម្ដេចកើតសត្វឆ្កែឆ្លើយថាបើជនណាហៅរកខ្ញុំបម្រើតែក្នុងពេលដែលត្រូវប្រើធ្វើការងារតើជននោះនឹងឈ្មោះថាម្ចាស់ដូចម្ដេចកើត33ការចិញ្ចឹមខ្ញុំបម្រើដែលជ្រកអាស្រ័យនៅជាមួយការសព្វគប់ម្ចាស់ការប្រតិបត្តិធម៌និងការប្រសូតកូនទាំងអស់នេះឥតមានអ្នកណាលូកដៃទៅធ្វើជំនួសបានទេលំដាប់នោះសត្វលាខឹងខ្លាំងណាស់ក៏ស្រែកជាថាណែអាចង្រៃអាគំនិតខូចឯងអាក្រក់អ្វីម្លេះក្នុងកាលមានវិបត្តិឯងហ៊ានធ្វើប្រងើយមិនអើពើដល់ការងារម្ចាស់មិនថ្វីទេចាំមើលដល់ម្ចាស់ក្រោកឡើងឯងគង់តែដឹងខ្លួនអញមុខជាប្រាប់ម្ចាស់ហើយព្រោះថា34បុគ្គលគួរបូជាព្រះអាទិត្យពីខាងក្រោយខ្នងបូជាភ្លើងពីខាងមុខបូជាម្ចាស់ដោយកាយនិងចិត្តហើយគួរប្រតិបត្តិដើម្បីបរលោកដោយមិនមានមាយាលុះសត្វលាពោលដូច្នោះហើយក៏តាំងស្រែកដោយសម្រេចដ៏ខ្លាំងដើម្បីឲ្យម្ចាស់ភ្ញាក់ខណៈនោះម្ចាស់ភ្ញាក់ស្លន់ស្លោឡើងដោយសម្រេចខ្លាំងរបស់សត្វលាដែលធ្វើឲ្យដាច់ដំណេកក៏ក្រោកឡើងចាប់ទាញដំបងសំពងសត្វលានោះយ៉ាងអស់ទំហឹងរហូតដល់ស្លាប់ទៅហោងចប់រឿងលានឹងឆ្កែចប់ជាប្អូនបានបន្តថាសូមបងពិនិត្យមើលយើងត្រូវហែហោមម្ចាស់តែនៅក្នុងកិច្ចការរបស់យើងប៉ុណ្ណោះបានហើយថ្ងៃនេះយើងក៏សេះសល់អាហារគ្រប់គ្រាន់ហើយយើងទៅជួយរវល់តើមានប្រយោជន៍អ្វីចចកជាបងទាស់ចិត្តឆ្លើយកាត់ឡើងថាចុះយើងបំរើម្ចាស់ផែនដីនេះព្រោះតែចង់បានអាហារស៊ីតែប៉ុណ្ណោះឬទេសម្ដីឯងនិយាយនេះពិបាកស្ដាប់ណាស់មិនសមរម្យតាមគន្លងធម៌ទេព្រោះថា35ការពឹងពាក់ព្រះរាជាអ្នកប្រាជ្ញត្រូវការចង់បានដើម្បីធ្វើឧបការៈជួយមិត្តនិងដើម្បីបំផ្លាញសក្តិសត្រូវនរណាណោពឹងពាក់ព្រះរាជាព្រោះហេតុតែបំពេញផ្ទៃខ្លួនប៉ុណ្ណោះ36ព្រាហ្មណ៍មិត្តនិងញាតិសន្តានមានជីវិតរស់នៅព្រោះអាស្រ័យជីវិតនៃជនណាជីវិតជននោះឈ្មោះថាប្រកបដោយផលតើជនណាណោមិនចិញ្ចឹមជីវិតព្រោះប្រយោជន៍ខ្លួន37បើអ្នកណាមានជីវិតរស់នៅបានញ៉ាំងជនដទៃច្រើនអ្នកឲ្យមានជីវិតរស់នៅបានផងដែរសូមឲ្យអ្នកនោះមានអាយុរស់នៅយឺនយូររីឯសត្វក្អែកវាមិនអាចបំពេញផ្ទៃវាបានដោយចម្ពុះវាឬអ្វី38មនុស្សខ្លះសុខចិត្តនៅជាខ្ញុំគេត្រឹមតែមាស5តម្លឹងមនុស្សខ្លះទៀតសុខចិត្តនៅជាខ្ញុំគេលុះត្រាតែបានមាស100តម្លឹងរីឯមនុស្សមួយពួកទៀតមានចិត្តប្រសើរមិនសុខចិត្តនៅជាខ្ញុំគេសូម្បីច្រើនជាងមាស100តម្លឹងក៏ដោយ39ធម្មតាមនុស្សជាតិដូចគ្នាភាពជាអ្នកបម្រើគេអ្នកប្រាជ្ញទេឌីលកៃលែងបណ្ដាអ្នកបម្រើគេទោះបីអ្នកនោះមិនមានលក្ខណៈសម្បត្តិ
ល្អយ៉ាងណាតើគួរនឹងរាប់អានអ្នកនោះថាមានជីវិតរស់នៅនឹងគេដែរឬទេ40រវាងសេះដំរីនិងលោហៈធាតុរវាងឈើថ្មនិងសំពត់រវាងនារីបុរសនិងទឹកទាំងអស់នេះឃ្លាតផ្សេងពីគ្នាឆ្ងាយណាស់ជាជាបងបន្ថែមទៀតថាអ្នកខ្លះសូម្បីបានបន្តិចបន្តួចក៏ស្កប់ចិត្តដែរ41ធម្មជាតិឆ្កែដែលបានឆ្អឹងសូម្បីអស់សាច់រលីងហើយនៅសល់តែសរសៃបន្តិចបន្តួចក៏ត្រេកអរក៏ខេបក៏ខុបជាការពិតឆ្អឹងនោះមិនអាចបំបត្តិសេចក្តីស្រេកឃ្លានបានឡើយរីឯស្ដេចសីហៈសូម្បីបានចចកមួយក្បាលនៅក្នុងក្រញាំដៃរបស់ខ្លួនហើយក៏នៅតែបោះដុំចោលហើយស្ទុះទៅចាប់សម្លាប់ដំរីសាមួយទៀតរីឯជនទាំងពួងទោះបីក្រតោកយ៉ាក់លំបាកយ៉ាងណាតែងតែមានសេចក្តីប្រាថ្នាចង់បានផលទៅតាមគន្លងនៃខ្លួនជាសត្វលោកម្យ៉ាងទៀតចូលពិចារណាមើលសេចក្តីផ្សេងគ្នារវាងម្ចាស់និងខ្ញុំបម្រើដូចតទៅនេះ42តែលុតក្រាបជើងម្ចាស់ហាមាត់បង្ហាញចង្កូមបក់កន្ទុយរវិចនៅនឹងដីចាំទទួលសំណល់អាហារដែលម្ចាស់បោះទៅឲ្យឯដំរីជាសត្វប្រសើរមីងមើលម្ចាស់ដោយរឹកធំលុះត្រាតែលួងលោមច្រើនដងទើបបរិភោគ43ជីវិតនៃជនណាដើម្បីតាំងនៅតែមួយខណៈតែមិនប្រឆាចការចេះដឹងសេចក្តីព្យាយាមអង្អាតនិងកេរ្តិ៍ឈ្មោះយុស័ក្តិអ្នកប្រាជ្ញពោលថាជីវិតនៃជននោះពិតជាជីវិតដ៏ប្រសើរនៅក្នុងលោកនេះព្រោះថាសត្វក្អែកអាចមានជីវិតរស់នៅយូរបានក៏ព្រោះតែការស៊ីសំណល់គ្រឿងសំណែន44ចំណាដែលមិនមានសេចក្តីអាណិតអាសូរចំពោះកូនខ្លួនឯងចំពោះគ្រូចំពោះអ្នកបម្រើចំពោះជនក្រីក្រលំបាកនិងចំពោះញាតិសន្តានជននោះរស់នៅបានផលប្រយោជន៍អ្វីនៅក្នុងលោកនេះព្រោះថាសត្វក្អែកអាចមានជីវិតរស់នៅយូរបានក៏ព្រោះតែការស៊ីសំណល់គ្រឿងសំណែន45ជនឥតប្រាជ្ញាពិចារណាប្រយោជន៍និងមិនមែនប្រយោជន៍ប្រព្រឹត្តខុសច្បាប់ច្រើនប្រការមានសេចក្តីប្រាថ្នាគ្រាន់តែបំពេញផ្ទៃខ្លួនឯងប៉ុណ្ណោះជននេះហៅថាមនុស្សតិរិច្ឆានឯមនុស្សតិរិច្ឆាននិងសត្វអាក្រក់មានសេចក្តីប្លែកគ្នាដូចម្តេចខ្លះចចកជាប្អូនពោលតបថាណាស់ហើយចុះយើងទាំងពីរនាក់មិនមែនជាប្រធានទេយើងបបួលគ្នាគិតពីរឿងនេះតើមានប្រយោជន៍អ្វីចចកជាបងឆ្លើយថាបើដូច្នេះតើអាមាត្យដែលបានជាប្រធានឬមិនទាន់បានជាប្រធាននឹងទ្រទ្រង់ភាពបែបនោះអស់កាលប៉ុន្មានព្រោះថា46នៅក្នុងលោកនេះនរណាក៏គេមិនអាចកំណត់បានថាខ្លួនជាជនខ្ពង់ខ្ពស់ឬជាជនថោកទាបជាងអ្នកណាតាមសភាពខ្លួនឯងបានទេសំណាងរបស់ខ្លួនទើបនាំជនទៅកាន់ភាវៈល្អគួរគោរពឬទៅកាន់ភាវៈអាក្រក់មិនគួរគោរព47ថ្មដែលបុគ្គលលើកយកឡើងទៅដាក់លើកំពូលភ្នំបានដោយសេចក្តីព្យាយាមយ៉ាងលំបាកតែបើទម្លាក់ចុះពីលើកំពូលភ្នំវិញបានដោយងាយមិនខុសពីខ្លួនយើងឡើងទៅកាន់ឋានៈខ្ពង់ខ្ពស់ដោយគុណគឺព្យាយាមដោយលំបាក
តែបើធ្លាក់ទៅកាន់ឋានៈថោកទាបវិញដោយទោសដ៏ងាយងាយក៏យ៉ាងនោះឯង 48 មនុស្សធ្លាក់ចុះទៅខាងក្រោមឬឡើងខ្ពស់ទៅខាងលើដោយអំពើរបស់ខ្លួនដូចជាគេជីកអណ្ដូងឬកសាងកំផែងតែងទាបខ្លួនចុះទៅតាមជម្រៅអណ្ដូងឬអណ្ដែតខ្ពស់ឡើងតាមកម្ពស់កំផែងណែបងសម្លាញ់អើយខ្លួនយើងនេះមានតែសេចក្តីព្យាយាមដែលនាំឲ្យសម្រេចប្រយោជន៍គ្រប់យ៉ាងចចកជាបងសួរថាស្ដេចសីហៈដែលជាម្ចាស់យើងនេះបងឆ្ងល់ណាស់មិនដឹងជាមានហេតុការអ្វីបានជាភិតភ័យតក់ស្លុតរត់ត្រឡប់មកវិញចចកជាប្អូនឆ្លើយថាចុះបងឯងធ្វើដូចម្ដេចនឹងដឹងរឿងពិតចចកជាបងនិយាយបញ្ចេញប្រាជ្ញាថារឿងអ្វីដែលអ្នកប្រាជ្ញមិនដឹងព្រោះថា 49 ពាក្យដែលបុគ្គលពោលចេញហើយសូម្បីសត្វក៏ចាប់យកសេចក្តីបានសេះនិងដំរីដែលគេហ្វឹកហ្វឺនហើយកាលបើមនុស្សបង្គាប់ឲ្យវាទៅណាវានឹងអាចនាំទៅទីនោះបានរីឯជនជាបណ្ឌិតសូម្បីគេមិនហាមាត់ចេញស្ដីក៏វៀងវៃដឹងទាន់ព្រោះថាប្រាជ្ញាមានផលប្រសើរគឺការដឹងនៅទឹកចិត្តនៃជនដទៃដែលមានអាការៈចេញមកខាងក្រៅ 50 បុគ្គលអាចកត់សម្គាល់នៅចិត្តនៃបុគ្គលដទៃដែលស្ថិតនៅខាងក្នុងដោយអាការៈខាងក្រៅបានគឺដោយសារចរិយាដោយកតេដោយកិរិយាដោយពាក្យសម្ដីនិងដោយការប្រែប្រួលនៃខ្សែភ្នែកនិងមុខមាត់ពេលនេះជាឱកាសល្អសម្រាប់រូបបងនឹងធ្វើឲ្យម្ចាស់យើងដែលកំពុងមានអាសន្នភ័យខ្លាចនេះឲ្យនៅក្នុងកណ្ដាប់ដៃដោយកម្លាំងប្រាជ្ញារបស់បងជាក់ជាមិនខានព្រោះថា 51 ពោលពាក្យឲ្យសមតាមកលៈទេសៈធ្វើខ្លួនឲ្យគេស្រឡាញ់ប្រកបស្មើនឹងភាពជាអ្នកសប្បុរសចេះក្រោតឲ្យសមតាមស័ក្តិខ្លួនអ្នកណាចេះធ្វើដូច្នេះអ្នកនោះជាបណ្ឌិតចចកជាប្អូនពោលបង្គាប់ថាណែបងអើយបងឯងមិនចេះប្រតិបត្តិនាទីជាអាមាត្យទេបងមើលណលោកពោលថា 52 ជនទាំងឡាយណាម្ចាស់មិនបានហៅដើរក៏ត្រកចូលទៅរកម្ចាស់ដែលមិនបានសួរនិយាយពាក្យច្រំដែលច្រំដងដោយសម្គាល់ខ្លួនថាជាទីមេត្តានៃព្រះជាជនទាំងឡាយនោះឈ្មោះថាជនអត្តប្រាជ្ញាចចកជាបងឆ្លើយកាត់ឡើងថាណែប្អូនដ៏ចម្រើនអើយម្ដេចក៏ប្អូនឯងយល់ថារូបបងមិនចេះប្រតិបត្តិនាទីជាអាមាត្យមើលទៅមើល 53 មានរបស់អ្វីមួយដែលល្អឬមិនល្អទៅតាមសភាពរបស់វាឬទេរបស់ណាគប់ចិត្តជនណារបស់នោះឈ្មោះថាល្អសម្រាប់ជននោះ 54 ជនទាំងឡាយណាមានសភាពលក្ខណៈយ៉ាងណាក៏ដោយកាលបើអ្នកប្រាជ្ញទៅនឹកចិត្តហើយអាចញ៉ាំងជំនួសឲ្យនៅក្នុងអំណាចនៃខ្លួនបានដោយឆាប់រុះរាន់ 55 កាលបើព្រះរាជាម្ចាស់សួរថាអ្នកណានៅទីនេះដូច្នេះអាមាត្យឆ្លើយថាទូលព្រះបង្គំជាខ្ញុំព្រះករុណាថ្លៃវិសេសរងចាំទទួលព្រះរាជបញ្ជាដូច្នេះហើយអាមាត្យនោះត្រូវចែងការនោះដោយប្រពៃនឹងត្រូវធ្វើតាមព្រះរាជបញ្ជាឲ្យពិតប្រាកដតាមនីតិខ្លួនទាល់តែសម្រេចតាមសេចក្តីប្រាថ្នារបស់ព្រះរាជា 56
អាមាត្យណាមានសេចក្តីប្រាថ្នាតិចមាននិស្ស័យម៉ឺងម៉ាត់មានប្រាជ្ញាដើរតាមហែហោមព្រះរាជាគ្រប់ពេលវេលាដូចស្រមោលអន្ទោលតាមប្រាណដើរតាមបញ្ជាមិនរួញរាអាមាត្យនោះសមនៅក្នុងព្រះរាជដំណាក់បានចចកជាប្អូននិយាយកាត់ទៀតថាជួនកាលម្ចាស់មិនពេញព្រះទ័យនឹងបងឯងក្នុងពេលដែលបងឯងចូលទៅគល់ក្នុងកាលមិនគួរចចកជាបងឆ្លើយថាពិតមែនហើយតែបើទុកជាដូច្នេះក៏ដោយអ្នកបម្រើត្រូវតែនៅរង់ចាំទទួលមុខងារខ្លួនដោយប្រយ័ត្នប្រយែងព្រោះថា57ការមិនហ៊ានប្រារព្ធធ្វើអ្វីមួយព្រោះខ្លាចតែពីខុសនេះជាលក្ខណៈនៃបុរសគំរូណែប្អូនអើយអ្នកណាលះបង់ចោលអាហារមិនហ៊ានបរិភោគព្រោះខ្លាចអាហារនោះមិនរលួយ58ព្រះជាតែងរាប់រកតែមនុស្សណាដែលនៅចិត្តផ្ទាល់ព្រះអង្គទោះមនុស្សនោះល្ងង់ខ្លៅក្តីត្រកូលថោកទាបក្តីឬមិនបានទូមានខ្លួនដោយប្រពៃក្តីតាមធម្មតាព្រះជាស្ត្រីភាពឬលតាវរតែងតាក់ទងពួតពាន់ចំពោះតែអ្នកណាឬដើមឈើណាដែលនៅចិត្តចចកជាប្អូនសួរថាណែបងសម្លាញ់ថាបើដូច្នេះបងឯងចូលទៅគល់ព្រះជាតើគិតនិយាយថាដូចម្ដេចចចកជាបងឆ្លើយប្រាប់ថាចូលប្អូនឯងចាំស្ដាប់រូបបងតទៅនេះដើម្បីឲ្យបានដឹងថាម្ចាស់យើងមានសេចក្តីមេត្តាឬមិនមេត្តាចចកជាប្អូនសួរថាធ្វើដូចម្ដេចបងនឹងដឹងលក្ខណៈបានថាទ្រង់មេត្តាឬមិនមេត្តាចចកជាបងឆ្លើយប្រាប់ថាចូលប្អូនពិចារណាមើល59តើព្រះនេត្រមើលមកពីចម្ងាយទ្រង់ញញឹមស្រស់ពព្រាយទ្រង់សម្ដែងការរាក់ទាក់សាកសួរដោយរស់រាយសរសើរគុណលក្ខណៈសម្បត្តិសំបីក្នុងទីកម្បាំងមុខឬទ្រង់រំលឹកការកំសត់ដែលយើងពេញចិត្ត60ទ្រង់មេត្តាសំបីជនមិនមែនជាអាមាត្យទ្រង់ប្រោសព្រះរាជទានទ្រង់ពោលប្រស្រ័យគួរឲ្យស្រឡាញ់ពេញចិត្តទ្រង់រំលឹករឿងសពប្រតិនៃជនដែលទ្រង់មេត្តាឬទ្រង់សង្គ្រោះនឹកគុណយើងសំបីចំពោះរឿងដែលជាទោស61ទ្រង់ថាប្រើមិនមានកាលកំណត់ទ្រង់ពោលពាក្យសន្យារឿយនិងទ្រង់កំណត់ផលដែលត្រូវបានទាំងអស់នេះជនដែលមានប្រាជ្ញាអាចកំណត់ដឹងបាននៅលក្ខណៈព្រះរាជាដែលមានសេចក្តីមេត្តាឬមិនមានសេចក្តីមេត្តាតើបើបងដឹងកិច្ចការនេះសពគ្រប់ហើយបងនឹងរករឿងមកនិយាយដូចម្ដេចឲ្យទាល់តែព្រះរាជាសពប្រតិពំខាន62អ្នកប្រាជ្ញទាំងឡាយតែងសម្ដែងប្រាប់នៅវិបត្តិដែលកើតពីការយល់ឃើញខុសនិងការសម្រេចចិត្តដែលកើតពីការយល់ឃើញត្រូវឲ្យឃើញជាក់ស្ដែងតាមនីតិវិធីហាញឲ្យឃើញដូចជាអ្វីមួយដែលផុសផលប្រកបឡើងក្នុងទីចំពោះមុខចោតជាប្អូននិយាយប្រាប់ថាប៉ុន្តែបើកាលមិនគួរទេកុំនិយាយព្រោះថា63សូម្បីព្រះប្រហោះកាលពោលនៅពាក្យខុសពេលក៏បាននៅការមើលងាយចំពោះប្រាជ្ញានិងការមើលងាយដទៃទៀតច្រើនប្រការចចកជាបងឆ្លើយថាណែប្អូនកុំផិតភ័យអ្វីទុកការងារនេះឲ្យរូបបងចុះពាក្យណាដែលមិនគួរ
រូបបងមិននិយាយពាក្យនោះទេព្រោះថា64ក្នុងគ្រាអន្តរាយកើតឡើងក្នុងការដើរវង្វេងផ្លូវនិងក្នុងគ្រាប្រកបកិច្ចការក្នុងពេលដែលគួរធ្វើអ្នកបម្រើដែលប្រាថ្នាប្រយោជន៍សូម្បីម្ចាស់មិនសួរនាំក៏ត្រូវតែនិយាយថាបើរូបបងមិននិយាយស្នើមតិក្នុងកាលគួរមកដល់ហើយនោះក៏រូបបងមិនសមធ្វើជាមន្ត្រីដែរព្រោះថា65ការប្រព្រឹត្តជីវិតដែលលោកសប្បុរសទាំងឡាយសរសើរនៅក្នុងលោកនេះដោយគុណណាគុណនោះបុគ្គលដែលជាអ្នកមានគុណគួររក្សាទុកដោយប្រពៃផងគួរធ្វើឲ្យចម្រើនកើនឡើងផងហើយប្អូនសម្លាញ់បើដូច្នេះចូលប្អូនបើកឲ្យរូបបងទៅជួបស្ដេចសីហៈក្នុងកាលឥឡូវនេះចុះចចកជាប្អូនឲ្យពោលថាសូមឲ្យបានប្រកបដោយសេចក្តីសុខខ្សៀមខ្សាន្តកុំបីឃ្លាតសូមសេចក្តីប្រាថ្នាបានសម្រេចផលតាមបំណងកុំបីខានលំដាប់នោះចចកជាបងដើរចូលទៅកាន់សំណាក់ស្ដេចសីហៈគ្រានោះឯងស្ដេចសីហៈមើលទៅឃើញសត្វចចកដើរចូលមកពីចម្ងាយក៏បង្គាប់ឲ្យគេចូលទៅសត្វចចកដើរចូលទៅធ្វើហាក់ដូចជាខ្លាចណាស់ធ្វើអាការៈញញើតញញើមដល់ហើយអោនក្រាបប្រតិបត្តិហើយអង្គុយក្នុងទីជិតដ៏សមគួរមួយស្ដេចសីហៈសួរទៅថាយីអញខានឃើញមុខឯងយូរជាណាស់មកហើយសត្វចចកឆ្លើយភ្លាមថាព្រោះព្រះអង្គមិនមានភារកិច្ចអ្វីជាប្រយោជន៍ដែលត្រូវការទូលបង្គំជាអាមាត្យទេតែបើទុកជាដូច្នេះដល់កាលគួរហើយអ្នកបម្រើត្រូវតែចូលមកគាល់ហេតុនោះទើបទូលបង្គំចូលមកគាល់ក្នុងពេលនេះព្រោះថា66បបិទ្ធរាជាការងារម្ចាស់មានច្រើនណាស់លោកឯងត្រូវការសំបីស្មៅមួយតោងសម្រាប់សម្អាតធ្មេញឬធ្វើជាដំបាញក្បាលត្រចៀកចាំបាច់និយាយថ្វីទៅដល់ជនដែលមានខ្លួនទាំងដុលនិយាយមានដៃជើងប្រកបដូច្នេះបើព្រះអង្គឆ្វេងយល់ថាទូលបង្គំនេះជាបុគ្គលអត់ឥតប្រាជ្ញាដូច្នេះមែនបានជាលះបង់ចោលយូរយារណាស់មកហើយនោះគួរព្រះអង្គកុំឆ្វេងយល់ដូច្នេះទៀតឡើយព្រោះថា67ជនទាំងឡាយណាមានប្រាជ្ញានឹងធ្វើការអ្វីមួយដោយម៉ឺងម៉ាត់សូម្បីជនដទៃមើលងាយថាមិនបានជាការអ្វីនោះក៏គេមិនគប្បីសង្ស័យថាវិនាសសាបសូន្យឡើយដូចជាភ្លើងសូម្បីគេយកទៅដាក់ខាងក្រោមក៏អណ្ដាតភ្លើងមិនដែលទៅក្រោមទេតែងតែទៅខាងលើជាដរាបព្រះអង្គសូមទ្រង់ឆ្វេងយល់ដោយវិសេសតទៅទៀតថា68កៅមុនីគេយកទៅលម្អជើងកញ្ចក់គេយកទៅលម្អលើសេរសាបើទោះបើជាយកទៅទុកនៅកន្លែងណាក៏ដោយកញ្ចក់នៅតែកញ្ចក់កៅមុនីក៏នៅតែជាកៅមុនី69កាលព្រះរាជាទ្រង់រាប់អានជនទាំងឡាយស្មើភាពគ្នាមិនឲ្យមានពិសេសប្លែកគ្នានោះភាពឧស្សាហ៍នៃជនដែលមានសមត្ថភាពប្រឹងប្រែងធ្វើការងារនឹងសាបរលាបចុះអន់ថយទៅតាមនោះដែរ70បបិទ្ធព្រះរាជាបរោះមាន3ជាន់គឺបរោះឧត្តមបរោះមធ្យមនិងបរោះទាបថោកទ្រង់ក៏បីចាត់ចែងឲ្យធ្វើការងារទៅតាមជាន់ទាំង3នេះឯង
71អាមាត្យដូចគ្នានឹងគ្រឿងអលង្ការត្រូវទុកដាក់ឲ្យសមតាមឋានៈដោយកែវមណីសម្រាប់រំលេចមកុដមិនត្រូវយកទៅដាំកងជើងឬពំនោះកងជើងក៏មិនត្រូវយកទៅបំពាក់លើសេរសាឡើយ72កែវមណីគួរយកទៅប្រដាប់គ្រឿងអលង្ការតែការប្រែប្រួលនៃសំណកែវមណីនោះមិនមានពន្លឺឆ្លុះចាញ់ចាំងមិនល្អគួរឲ្យតាក់ទាញវាជាកំហុសរបស់ជាងមាស73លើកកញ្ចក់យកទៅបន្ទប់លើកំពូលមកុដសម្រាប់កែវមណីយកទៅលម្អកងជើងវិញនេះមិនមែនជាទោសនៃកែវមណីទេតែជាទោសនៃជាងមាសល្ងងមិនចេះប្រើនិងមិនស្គាល់តម្លៃ74ព្រះជាតែងជ្រើសរើសបាននៅអាមាត្យដែលមានលក្ខណៈសម្បត្តិដ៏ប្រសើរបើសិនជាព្រះជាអង្គនោះទ្រង់ស្វែងយល់ស្គាល់អាមាត្យថាអ្នកនេះមានប្រាជ្ញាមានភក្តីភាពអ្នកនោះមានសេចក្តីក្លាហានឬប្រកបដោយលក្ខណៈពីរប្រការនេះ75សេះសត្រាវុធសាស្ត្រវិទ្យាពិនសន្ទរកថាបុរសនិងនារីវិសេសឬមិនវិសេសប្រើបានល្អឬមិនបានល្អស្រេចតែវិធីនៃម្ចាស់ជាអ្នកប្រើបង្គាប់បញ្ជាទេ76មានប្រយោជន៍អ្វីសម្រាប់ជនមានភក្តីភាពតែមិនមានសមត្ថភាពមានប្រយោជន៍អ្វីសម្រាប់ជនដែលអង្អាចតែមិនបានធ្វើឲ្យកើតជាប្រយោជន៍បបិទ្ធព្រេជាទ្រង់មិនគួរមើលងាយទូលបង្គំជាខ្ញុំដែលមានភក្តីភាពផងនិងមានសេចក្តីអង្អាចផងដូច្នោះទេ77បើទ្រង់មើលងាយអ្នកចេះដឹងទ្រង់មានតែជនអត់ឥតប្រាជ្ញាជាបរិវារតទៅទ្រង់មិនមានជនជាអ្នកមានប្រាជ្ញានៅក្បែរព្រះអង្គឡើយព្រោះការមិនស្គាល់នីតិវិធីនេះឯងកាលបើរាជអង្គណាលះបង់អាមាត្យជាអ្នកប្រាជ្ញហើយរាជអង្គនោះនឹងមិនមានផ្លូវនយោបាយល្អទេបើមានវិបត្តិនយោបាយហើយប្រទេសជាតិទាំងមូលនឹងកប់លិចឬវិនាសបាត់ចេញពីផែនទីក្នុងលោកនេះឥតសង្ស័យឡើយ78ប្រជារាស្ត្រគោរពអស់កាលជានិច្ចចំពោះជនណាដែលព្រះជាលើកដំកើងរីឯជនណាដែលព្រះជាមើលងាយហើយជននោះក៏ត្រូវប្រជារាស្ត្រទាំងអស់មើលងាយតាមដែរ79ពាក្យដែលត្រឹមត្រូវចំពោះការងារសូម្បីជាសម្ដីរបស់កូនក្មេងអ្នកមានប្រាជ្ញាគួរទទួលយកបើមិនមានពន្លឺព្រះអាទិត្យទេពន្លឺប្រទីបនឹងមិនមានគុណប្រយោជន៍ឬអ្វីស្ដេចសីហៈនិយាយតបថាណែចឆក់ដ៏ចម្រើនអើយឯងនិយាយអ្វីដូច្នេះឯងជាកូននៃប្រធានអាមាត្យរបស់យើងប្រហែលជាដោយពាក្យត្រគោះបោះបោកបន្តិចបន្តួចឬអ្វីបានជាឯងមិនចូលមករកយើងអស់កាលជាយូរយារដល់ម្លឹងបើដូច្នេះពួកឯងនិយាយដោយសេរីមកចុះតើមានរឿងអ្វីខ្លះសត្វចចកនិយាយតបទៅវិញថាបបិទ្ធព្រះអង្គដែលជាស្ដេចមរឹកទូបង្គំសូមប្រកាសជម្រាបសួររឿងបន្តិចសូមព្រះអង្គមេត្តាមានព្រះបន្ទូលប្រាប់ដំណើរសេចក្តីដល់ទូបង្គំផងតាមទូបង្គំដឹងថាព្រះអង្គត្រូវកាប់ទឹកហើយមិនទាន់បានសោយបំបត្តិសេចក្តីស្រេកឃ្លានផងក៏ស្រាប់តែវិលត្រឡប់មកនៅស្ងៀមវិញហាក់ដូចជាមានហេតុការណ៍អ្វីមួយមកគួរឲ្យតក់ស្លុតរន្ធត់ប្រទៃណាស់
ស្ដេចសីហនិយាយប្រាប់ថាឯងមានវិចារណញ្ញាណល្អហើយតែយើងមិនមានអ្នកណាជាទីទុកចិត្តនឹងប្រាប់អាថ៌កំបាំងនេះបានឡើយគឺមានតែឯងម្នាក់បើដូច្នេះយើងនឹងបកស្រាយអាថ៌កំបាំងប្រាប់ឯងក្នុងកាលឥឡូវនេះឯងចាំស្ដាប់ដូចសេចក្តីតទៅនេះចុះឥឡូវនេះហាក់មានសត្វអ្វីចម្លែកមួយមកនៅត្រួតត្រាយើងគូភៀសខ្លួនគេចចេញពីទីនេះទៅនោះហើយជាហេតុការណ៍នាំឲ្យយើងភ័យខ្លាចយើងបានឮសំឡេងវាចម្លែកអស្ចារ្យបើតាមប្រមាណមើលសម្រែកវាឮខ្លាំងដូច្នេះប្រហែលជារូបរាងវាធំមាំមួនមានកម្លាំងខ្លាំងហិមាទើបបានជាឮខ្លាំងដល់ម្លឹងសត្វចកនិយាយឡើងថាព្រះអង្គនេះជាហេតុការណ៍នាំឲ្យភ័យពិតសម្លេងនោះទូលបង្គំក៏បានឮដែរតែឆ្ងល់ណាស់អ្នកណាដែលមកជម្រាបព្រះអង្គថាឲ្យលះបង់ព្រះរាជអាណាចក្រនេះហើយសឹមធ្វើសង្គ្រាមដណ្ដើមយកព្រះរាជអាណាចក្រតាមក្រោយវិញអ្នកនោះសមធ្វើជាមន្ត្រីជាទីប្រឹក្សាឬទេមួយទៀតក្នុងការដែលមានអាសន្នអន់ក្របែបនេះព្រះអង្គក៏បីឆ្វេងយល់ការងាររបស់អាមាត្យបានព្រោះថា80គ្រាមានវិបត្តិជនទាំងឡាយត្រូវស្គាល់ខ្លឹមសារប្រាជ្ញានៃពួកញាតិសន្តានភរិយាអាមាត្យព្រមទាំងពពួកសត្វនិងខ្លួនឯងឲ្យដូចជាថ្មសម្រាប់ពិសោធន៍មើលមេសុទ្ធស្ដេចសីហនិយាយបញ្ជាក់ថាណែចកដ៏ចម្រើនសេចក្តីភ័យនេះនាំឲ្យយើងទាល់គំនិតគិតអ្វីមិនឃើញទេសត្វចកនឹកក្នុងចិត្តថាបើម្លឹងតើម្ដេចឡើយនឹងមិនហ៊ាននិយាយប្រាប់អាត្មាអញអំពីការលះបង់រាជហើយនៅទីដទៃទើបប្រកាសឮខ្លាំងទៅស្ដេចសីហថាសូមព្រះអង្គតាំងប្រតិឲ្យខ្សែងខ្សានចុះដរាបណាទូលបង្គំមានជីវិតរស់នៅដរាបនោះព្រះអង្គកុំភ័យខ្លាចឲ្យសោះតែព្រះអង្គប្រោសមេត្តារក្សាទឹកចិត្តចចកជាប្អូនរបស់ទូលបង្គំនិងសត្វឯទៀតដែលជាបរិវារផងក្នុងគ្រាក្រធ្វើម្ដេចនឹងប្រមូលកងទ័ពឲ្យបានច្រើនសម្រាប់ជួយការពារលុបដាប់មនុស្សចកទាំងពីរបានទទួលកិត្តិយសដ៏ខ្ពង់ខ្ពស់ពីស្ដេចសីហៈហើយបដិញ្ញានឹងការពារភ័យអន្តរាយទាំងពុំឲ្យហើយទើបបបួលគ្នាដើរចេញទៅចកជាប្អូនដើរបណ្ដើរនិយាយបណ្ដើរទៅកាន់ចកជាបងថាណែបងហេតុនៃភ័យនេះយើងមិនអាចដឹងថាយើងអាចការពារបានឬមិនបាននៅឡើយទេហើយយើងបានបដិញ្ញាជាដាច់ខាតរួចស្រេចទៅហើយថានឹងរងាប់ភ័យនោះឲ្យទាល់តែបានមិនមែនឬអ្វីយើងមិនត្រូវទទួលយកអាសាចំពោះនរណាសោះពិសេសចំពោះម្ចាស់យើងថាបើយើងមិនអាចជួយបានព្រោះថា81បុគ្គលដែលមានទ្រព្យសម្បត្តិប្រកបដោយសេចក្តីជ្រះថ្លាបុគ្គលដែលមានសេចក្តីព្យាយាមប្រឹងប្រែងរហូតទទួលជ័យជំនះនិងបុគ្គលដែលចេះរងាប់នៅសេចក្តីក្រែវក្រោធបុគ្គលទាំងនេះត្រូវបានគេឲ្យឈ្មោះថាជាអ្នកដែលមានតេជានុភាព82បើទោះបីជាព្រះរាជាមិនឆ្លៀសវៃគេមិនគប្បីមើលងាយព្រះចេស្តាទុកជាមនុស្សធម្មតាឡើយព្រោះថាព្រះរាជាទេវតាដែលមានស័ក្តិធំចកជាបងបានស្ដាប់សម្ដីចកជាប្អូននិយាយហើយអស់សំណើចសើចខឹប
ទើបនិយាយថាអ្នកប្អូនចូលឯងនៅឲ្យស្ងៀមកុំមាត់កថ្វីហេតុដែលនាំឲ្យម្ចាស់យើងភ័យនោះបងដឹងអស់ហើយមិនមែនសំលេងអ្វីដទៃផ្សេងទេគឺជាសម្រេចគោរោនោះឯងឯគោនោះត្រូវជាចំណីអាហារយើងផងចាំបាច់និយាយដល់ទៅស្ដេចសីហៈធ្វើអ្វីចកជាប្អូននិយាយទទួលថាដូច្នេះទេណបើដូច្នេះហេតុអ្វីក៏បងមិនកំចាត់បង់សេចក្តីតក់ស្លុតរបស់ម្ចាស់យើងឲ្យបានភ្លាមទៅចកជាបងឆ្លើយដោយបន្ទោសប្រាប់ថាបើយើងដោះស្រាយសេចក្តីតក់ស្លុតឲ្យម្ចាស់យើងភ្លាមនោះធ្វើម្ដេចយើងនឹងត្រូវបានសេចក្តីគាប់ចិត្តនិងលៀបសក្ការៈច្រើនថែមទៀតព្រោះថា83ក្នុងកាលណាក៏ដោយបុគ្គលមិនគប្បីធ្វើឲ្យម្ចាស់លែងពឹងពាក់ទេបើធ្វើឲ្យម្ចាស់លែងពឹងពាក់ហើយនឹងដល់សេចក្តីវិនាសដូចសត្វឆ្មានោះដែរចកជាប្អូនសួរឡើងថាតើរឿងនោះមានដំណើរយ៉ាងដូចម្ដេចចកជាបងនិយាយរឿងរ៉ាវនោះប្រាប់ថាសូមអរគុណដែលបានរួមដំណើរជាមួយយើងក្នុងអេពីសូត9នេះប្រសិនបើលោកអ្នកចង់បន្តតាមដានខ្លឹមសារបន្តទៀតសូមអញ្ជើញទៅកាន់អេពីសូត10បន្តទៅទៀត